ចាលោកណានាងជាទីមេត្រីប្រជាប្រដ្ឋមួយចំនួនដែលជាជនជាតិដើមភាគតិចនៅឃុំទន្លង់ស្រុកមេមត់ខេត្តត្បូងឃ្មុំកាន់តែមានជីវភាពលំបាកនាពេលបច្ចុប្បន្នគឺក្រោយពេលដីចំការវិលជុំរបស់ពួកគេត្រូវបានរាជរដ្ឋាភិបាលផ្ដល់ដីសម្បត្តិសេដ្ឋកិច្ចទៅឲ្យក្រុមហ៊ុនឯកជនចាប្រដ្ឋទាំងនោះត្រូវនាំគ្នាស៊ីឈ្នួលឲ្យប្រដ្ឋវៀតណាមនិងក្រុមហ៊ុនមួយចំនួននៅទីនោះហើយខ្លះទៀតត្រូវធ្វើចំណាក់ស្រុកដើម្បីស្វែងរកការងារនៅកន្លែងផ្សេងលោកសុតសុខប្រាថ្នារាយការណ៍ពិស្ដារអំពីស្ថានភាពរស់នៅរបស់ជនជាតិភាគតិចទាំងនោះក្រៅពីមានដីស្រែចម្ការផ្ទាល់ខ្លួនដែលនៅសេសសល់ពីការផ្ដល់ដីសម្បត្តិសេដ្ឋកិច្ចរបស់រាជរដ្ឋាភិបាលទៅឲ្យក្រុមហ៊ុនឯកជននិងចំណែកខ្លះបានទៅអ្នកមានប្រាក់ហើយនោះពលរដ្ឋភាគច្រើនជាជនជាតិដើមភាគតិចរស់នៅភូមិជង្គង់កណ្ដាលនិងជង្គង់ទី1ត្អូញត្អែពីការលំបាកក្នុងជីវភាពរស់នៅប្រចាំថ្ងៃពលរដ្ឋអះអាងថាមុនពេលក្រុមហ៊ុនដីសម្បត្តិសេដ្ឋកិច្ចនៅទីនោះចាប់ដំណើរការពួកគាត់អាចប្រើប្រាស់ដីបម្រុងទុករបស់អ្នកភូមិសម្រាប់ធ្វើចម្ការវិលជុំជារៀងរាល់ឆ្នាំលើសពីនេះពួកគាត់មិនពិបាកឡើយនឹងស្វែងរកត្រីសាច់បន្លែបង្ការនានាពីព្រោះបន្លែបង្ការជាច្រើនគឺមានស្រាប់នៅដីចម្ការវិលជុំនោះជាងនេះទៀតការផ្ដល់ដីសម្បត្តិសេដ្ឋកិច្ចរបស់រាជរដ្ឋាភិបាលគឺធ្វើឲ្យប្រជាពលរដ្ឋទាំងនោះត្រូវបាត់បង់មុខរបរជាប្រពៃណីទៀតផងពលរដ្ឋជាជនជាតិដើមភាគតិចស្ទៀងរស់នៅឃុំទន្លង់ម្នាក់អ្នកស្រីយ៉ងយ៉ូនមានប្រសាសន៍ថាបន្ទាប់ពីបាត់បង់ដីចម្ការវិលជុំទៅអ្នកស្រីគឺនៅសេសសល់ដី1ហិកតាប៉ុណ្ណោះសម្រាប់ធ្វើចម្ការជាមួយសមាជិកគ្រួសារផ្សេងទៀតអ្នកស្រីបន្ថែមថាដី1ហិកតាគឺមិនគ្រប់គ្រាន់ឡើយក្នុងជីវភាពរស់នៅទើបទាមទារឲ្យអ្នកស្រីនិងកូនត្រូវទៅស៊ីឈ្នួលក្រុមហ៊ុននៅក្បែរនោះដោយទទួលកម្រៃបានមួយថ្ងៃពី 15,000 រៀលទៅ 20,000 រៀលនិងមានកូនខ្លះត្រូវចំណាក់ស្រុកជាដើមចាស៊ីឈ្នួលទាំងម៉ែទាំងកូនទៅរੂអីបិទចេះរੂអីគេផងកូនប្រុសនឹងទៅឆ្ងាយថាទៅគេជួលធ្វើអីទៅឆ្ងាយខាងស្នួលខាងអីហ្នឹងស្រដៀងគ្នានេះពលរដ្ឋម្នាក់ទៀតលោកយ៉ែមគង់ឲ្យដឹងថាមុនឆ្នាំ2005ពលរដ្ឋជនជាតិដើមភាគតិចគឺមានដីបម្រុងទុកសម្រាប់ធ្វើចម្ការវិលជុំប្រមាណ 4,000 ហិកតាប៉ុន្តែក្រោយពីដីទាំងនោះត្រូវបានធ្លាក់ទៅលើដៃរបស់ក្រុមហ៊ុនតាមរយៈការផ្ដល់ដីសម្បត្តិសេដ្ឋកិច្ចរបស់រាជរដ្ឋាភិបាលនិងមួយចំណែកបានទៅអ្នកមានអំណាចផងនោះពលរដ្ឋត្រូវប្រឈមស្ថានភាពពិបាករហូតមកការប្រឈមនឹងផលវិបាកទៅថ្ងៃមុខនេះសម្រាប់ជនជាតិដើមភាគតិចទីយើងហើយដូចក៏ជាជនជាតិខ្មែរនៅក្នុងភូមិនេះអាចនឹងប្រឈមមុខច្រើនដរាបណាតែដីទាំងអស់ហ្នឹងនៅតែធ្លាក់ទៅលើជនអ្នកមានអំណាចមួយចំនួននិងអ្នកមានលុយមួយចំនួនហ្នឹងដែលប្រើអំណាចណាមិនអោយប្រជាពលរដ្ឋចូលទៅធ្វើប្រពន្ធដដែលបន្តថាកន្លងមកពលរដ្ឋតែងតវ៉ាចំពោះការផ្ដល់ដីសម្បត្តិសេដ្ឋកិច្ចរបស់រាជរដ្ឋាភិបាលនេះប៉ុន្តែមិនមានប្រសិទ្ធភាពទេជាងនេះទៀតពលរដ្ឋតែងស្នើសុំដីសម្រាប់ធ្វើចម្ការក្រោយពីដីរបស់ពួកគាត់ត្រូវបាត់បង់ប៉ុន្តែបែរជាមានក្រុមហ៊ុនខ្លះយកដីសម្បត្តិរបស់ខ្លួនទៅជួលបន្តឲ្យប្រជាពលរដ្ឋវៀតណាមធ្វើទៅវិញបន្ថែមលើនេះអនុប្រធានភូមិជង្គង់កណ្ដាលលោកសំសាយបញ្ជាក់ថាបច្ចុប្បន្ននេះដីចម្ការវិលជុំរបស់អ្នកភូមិដែលភាគច្រើនជាជនជាតិដើមភាគតិចស្ទៀងធ្លាប់អាស្រ័យផលសម្រាប់ធ្វើចម្ការឥឡូវគឺគ្មានដីនោះទៀតឡើយចាប់ពីឆ្នាំ2006មកហើយពលរដ្ឋនៅក្នុងភូមិត្រូវបន្តរស់នៅក្នុងស្ថានភាពពិបាកពីមួយឆ្នាំទៅមួយឆ្នាំទាក់ទងបញ្ហានេះជំទប់ទី1ឃុំទន្លង់ទទួលបន្ទុកដីធ្លីលោកពឹងមិនថនមានប្រសាសន៍ថាវត្តមានក្រុមហ៊ុនដែលទទួលដីសម្បត្តិសេដ្ឋកិច្ចនៅឃុំទន្លង់និងឃុំជាំក្រវៀនដែលនៅជាប់គ្នាគឺមានប្រមាណពី5ទៅ6ក្រុមហ៊ុនដូចជាក្រុមហ៊ុនម៉ែនសរុនក្រុមហ៊ុនគុយសុកងួនក្រុមហ៊ុនសុនសុកលេងជាដើមប៉ុន្តែលោកមិនបានចាំផ្ទៃដីសរុបរបស់ក្រុមហ៊ុនទាំងនោះទេគ្រាន់តែចាំថាក្រុមហ៊ុនម៉ែនសរុនទទួលបានដីសម្បត្តិជិត 5,000 ហិកតាហើយក្រោយមកក៏កាត់ផ្ទៃដីជាង 1,000 ហិកតាទៅឲ្យពលរដ្ឋវិញបន្ទាប់ពីរកឃើញផលប៉ះពាល់លោកឲ្យដឹងថាពលរដ្ឋនៅឃុំទន្លង់គឺមិនសូវមានអ្នកចំណាក់ស្រុកច្រើនឡើយដោយពួកគេអាចស៊ីឈ្នួលឲ្យក្រុមហ៊ុនបានខាងខ្ញុំនឹងក៏មានតាមពីវនៃរបស់ប្រជាពលរដ្ឋដែរពលរដ្ឋណាពិតជាគ្មានដីធ្វើសំណាំធ្វើអីហ្នឹងគឺថាឲ្យមកចុះឈ្មោះនៅសាលាឃុំនេះយើងផ្ញើទៅលើដើម្បីរកដីអាសម្បត្តិសង្គមគិច្ចចែកឲ្យពួកគាត់ណាយ៉ាងណាជំទប់ឃុំដដែលមិនទាន់ទទួលដំណឹងថាមានក្រុមហ៊ុនខ្លះយកដីសម្បត្តិរបស់ខ្លួនទៅជួលឲ្យពលរដ្ឋវៀតណាមនោះឡើយប៉ុន្តែលោកថានឹងស៊ើបអង្កេតជុំវិញករណីនេះទាក់ទងបញ្ហានេះមន្ត្រីសម្របសម្រួលសមាគមការពារសិទ្ធិមនុស្សអាត់ហុកខេត្តត្បូងឃ្មុំលោកនាងសុវត្ថិមានប្រសាសន៍ថាជាគោលនយោបាយរបស់រាជរដ្ឋាភិបាលការផ្ដល់ដីសម្បត្តិសេដ្ឋកិច្ចឲ្យទៅក្រុមហ៊ុនគឺដើម្បីរួមចំណែកឲ្យពលរដ្ឋមានការងារធ្វើនិងដើម្បីបានចំណូលជាតិជាជាងទុកដីទំនេរចោលក៏ប៉ុន្តែកន្លងមកលោកមើលឃើញថាការផ្ដល់ដីសម្បត្តិទាំងនោះគឺតែងធ្វើឲ្យប្រជាពលរដ្ឋរងទុក្ខបាត់បង់មុខរបរនិងរឹតតែក្រីក្រទៅ
ពីព្រោះដីសម្បត្តិទាំងឡាយគឺតែងតែប៉ះពាល់ដីប្រជាសហគមន៍ធ្លាប់អាស្រ័យផលលោកអះអាងថាមូលហេតុនាំឲ្យប៉ះពាល់ដល់ដីរបស់ពលរដ្ឋដោយសាររបាយការណ៍ស្តីពីការផ្ដល់ដីសម្បត្តិរបស់អាជ្ញាធរគឺធ្វើឡើងដោយគ្មានការសិក្សាត្រឹមត្រូវគ្មានដំណាភាពនិងអាចមានអំពើពុករលួយទៀតផងហើយក៏មានក្រុមហ៊ុនខ្លះមិនព្រមអនុវត្តគោលនយោបាយស្បែកខ្លារបស់រាជរដ្ឋាភិបាលជាដើមការស្រាវជ្រាវរបស់ក្រុមការងារសង្គមគិច្ចហ្នឹងគាត់បានធ្វើហ្នឹងតម្លាភាពអត់យើងអាចសួរមេភូមិយើងអាចសួរប្រជាពលរដ្ឋយើងអាចសួរអ្នកដែលធ្វើនៅហ្នឹងដឹងតាមិនដឹងទេព្រោះថាបើលោកមានខ្សែតាំងពីលើចុះក្រោមប៉ុន្តែក្រុមដែលធ្វើការងារហ្នឹងខ្ញុំជឿថាជាក្រុមដែលមិនល្អប្រព្រឹត្តអំពើពុករលួយដើម្បីឲ្យបានប្រយោជន៍ពីក្រុមហ៊ុនបានលុយកាក់ពីក្រុមហ៊ុនអញ្ចឹងហើយបានចុះហត្ថលេខាហើយគិតថាអត់ប៉ះពាល់ដល់ថាបានសញ្ញាហើយគេមកធ្វើប៉ះពាល់អញ្ចឹងហើយបានដោះស្រាយអត់ចេញចំណែកការរំលោភដីសមូហភាពវិញលោកនាងសុវណ្ណលើកឡើងថាគឺជាការរំលោភសិទ្ធិរបស់ជនជាតិដើមភាគតិចដែលពិភពលោកកំពុងការពារពួកគាត់រួមទាំងកម្ពុជាដែរលោកយល់ថារាជរដ្ឋាភិបាលក៏បីពិនិត្យឡើងវិញចំពោះក្រុមហ៊ុនដីសម្បត្តិសេដ្ឋកិច្ចនៅស្រុកមេមត់ពីព្រោះមានក្រុមហ៊ុនមួយចំនួនមិនបានអនុវត្តច្បាប់ឲ្យបានត្រឹមត្រូវទេខ្ញុំសូត្រសុខប្រាថ្នាវត្តជូអាស៊ីសេរីពីខេត្តកំពង់ចាម